ចាប់ដៃដល់គ្រោះថ្នាក់បំផុតជាឃ្លាដែលរដ្ឋមន្ត្រីព័ត៌មានរំលឹកហេតុការណ៍យោធាថៃចាប់ទាហានកម្ពុជាក្រោយបទឈប់បាញ់ចូលជាធរមានចាប់ដៃដល់គ្រោះថ្នាក់បំផុតគឺជាឃ្លាដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកណេតភក្ត្រាបានលើកឡើងដើម្បីរំលឹកខួប1ឆ្នាំនៃព្រឹត្តិការណ៍ថៃឈ្លានពានកម្ពុជាលោកបានបង្ហោះសារនៅលើបណ្ដាញសង្គមនាថ្ងៃទី28ខែកក្កដាឆ្នាំ2026ថាការចាប់ដៃដែលគួរជានិមិត្តរូបនៃសន្តិភាពនិងការជឿទុកចិត្តបែរជាយោធាថៃប្រើជាចំណុចចាប់ផ្ដើមនៃការចាប់ខ្លួនយោធិនកម្ពុជាបន្ទាប់ពីបទឈប់បាញ់ចូលជាធរមានលោកបានរៀបរាប់ព្រឹត្តិការណ៍ថាក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជានិងថៃបានឯកភាពគ្នាចូលជាធរមាននៅម៉ោង 00 នាទីថ្ងៃទី28ខែកក្កដាឆ្នាំ2025ប្រជាជនកម្ពុជានិងកងកម្លាំងជួរមុខសង្ឃឹមថាការបង្ហូរឈាមនឹងត្រូវបញ្ចប់ហើយសន្តិភាពនឹងចាប់ផ្ដើមវិលត្រឡប់មកវិញប៉ុន្តែនៅព្រឹកថ្ងៃដដែលនោះមានការរាយការណ៍ថាយោធាថៃបានចូលមកស្នើសុំចាប់ដៃជាមួយទាហានកម្ពុជាបង្កើតបរិយាកាសដូចជាការផ្សះផ្សានិងការបញ្ចប់ការប្រជុំមុខដាក់គ្នាបន្ទាប់ពីនោះភាគីថៃបានធ្វើការឡោមព័ទ្ធនិងចាប់ខ្លួនយោធិនកម្ពុជាតែម្ដងក្នុងចំណោមយោធិនកម្ពុជាចំនួន20នាក់មាន18នាក់ត្រូវបានចាប់ខ្លួនម្នាក់បានស្លាប់និងម្នាក់ទៀតអាចរួចផុតពីការចាប់ខ្លួនបន្ទាប់មកយោធិន18នាក់ត្រូវបានឃុំខ្លួនក្នុងនាមជាអ្នកទោសសង្គ្រាមរហូតដល់ថ្ងៃទី31ខែធ្នូឆ្នាំ2026ទើបត្រូវបានដោះលែងវិញក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិហេតុការណ៍នេះបានបង្កឲ្យមានសំណួរមួយចោទឡើងថាប្រសិនបើបទឈប់បាញ់បានចូលជាធរមានរួចហើយការប្រយុទ្ធបានបញ្ចប់តើការចាប់ខ្លួនយោធិនដែលស្ថិតនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាជាទឹកដីរបស់ខ្លួនអាចត្រូវបានចាត់ទុកជាការចាប់អ្នកទោសសង្គ្រាមដែរឬទេសម្រាប់កម្ពុជាហេតុការណ៍នេះត្រូវបានមើលឃើញថាមិនមែនជាការចាប់ខ្លួនក្នុងស្ថានភាពប្រយុទ្ធទៀតទេប៉ុន្តែជាការប្រើប្រាស់ភាពជឿទុកចិត្តក្រោមបរិយាកាសបទឈប់បាញ់ដើម្បីនាំទៅដល់ការចាប់ខ្លួនយោធិនកម្ពុជាការឃុំខ្លួនរយៈពេលជាង5ខែបានបន្សល់ទុកនៅស្នាមរបួសផ្លូវចិត្តដល់យោធិនក្រុមគ្រួសារនិងសង្គមកម្ពុជាទាំងមូលលោកណេតភក្ត្រាសង្កត់ធ្ងន់ថាការចាប់ដៃគួរតែជានិមិត្តរូបនៃសន្តិភាពនិងការជឿទុកចិត្តប៉ុន្តែបើការចាប់ដៃត្រូវបានប្រើជាមធ្យោបាយនាំទៅរកការចាប់ខ្លួនវានឹងក្លាយជានិមិត្តរូបនៃការបាត់បង់ទំនុកចិត្តដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ការកសាងសន្តិភាពនិងការជឿជាក់រវាងភាគីនាពេលអនាគតហេតុការណ៍នេះនៅតែជាប្រធានបទដែលទាមទារការបំភ្លឺដោយតម្លាភាពនិងការពិនិត្យដោយឯករាជ្យនិងការទទួលខុសត្រូវដើម្បីធានាថាការអនុវត្តបទឈប់បាញ់និងការការពារយោធិននឹងត្រូវបានគោរពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិនិងដើម្បីកុំឲ្យហេតុការណ៍បែបនេះកើតឡើងម្ដងទៀត